ឆ្នាំនេះតើអូនមកទេឆ្នាំនេះតើអូនមកទេបងនៅតែចាំផ្លូវមានស្នេហ៍ឆ្នេរខ្សាច់កោះប៉ៅក្នុងខេត្តកំពង់ចាមហើយពិតជាមានអារម្មណ៍រីករាយណាស់ដោយសារមានការរៀបចំតុបតែងលម្អបាទហើយពិសេសមានបរិស្ថានស្អាតអត់មានសម្រាមហើយចឹងនៅឱកាសបុណ្យចូលឆ្នាំខាងមុខនេះសូមអញ្ជើញបងប្អូនយើងមកទស្សនាក៏ដូចជាមកលេងកម្សាន្តនៅឆ្នេរសាច់កោះប៉ៅទាំងអស់គ្នាបាទមានឱកាសនឹងចង់មកលេងនៅទីនេះបានម្ដងទៀតនៅឱកាសបុណ្យចូលឆ្នាំខាងមុខបងដោយសារគិតថាការលេងកម្សាន្តអីល្បែងល្បាញជាច្រើនអញ្ចឹងគិតថាសប្បាយនឹងចង់មកលេងដែរបងសូមអរគុណដល់អាដាមអភិបាលខេត្តដែលបានផ្ដល់លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដើម្បីឲ្យបានមកលេងកម្សាន្តនៅរមណីយដ្ឋានកោះប៉ែនបាទហើយពិតជាអរគុណខ្លាំងមែនទែនបាទការរៀបចំតុបតែងកន្លែងដូចថាកន្លែងអង្គុយឬក៏កន្លែងដូចថាភ្លើងពណ៌កន្លែងថតកន្លែងអីគឺមួយសេតទៅបងស្អាតមើលទៅដូចថាតំណងស្អាតទៅចឹងណាបងណាមើលទៅអាទិភាពស្អាតតែម្ដងភ្ញៀវចូលលេងច្រើនបងរាល់ឆ្នាំគឺពេញតែល្អបាទកន្លែងដឹកសាច់យើងណាសេវាល្អបងបាទទទួលភ្ញៀវគឺល្អអត់ខ្ចោះតែម្ដងចូលឆ្នាំថ្មីពេលនេះជាតិខ្មែរនេះគឺខាងឆ្នេរកោះប៉ែតយើងបានរៀបចំកម្មវិធីចាប់ពីថ្ងៃ11បាទរហូតដល់ថ្ងៃ16តែម្ដងដោយសារបានការអនុញ្ញាតពីឯកឧត្តមអញ្ញតាបាខេត្តលោកបានឲ្យរៀបចំមុន3ថ្ងៃបាទដើម្បីទទួលភ្ញៀវទេសចរយើងឲ្យមានការកើនឡើងលើពីឆ្នាំទៅអញ្ចឹងកម្មវិធីនៃការរៀបចំរបស់យើងនេះទី1គឺយើងមានការប្រកួតបាល់ទះដណ្ដើមប្រាក់លានអញ្ចឹងការប្រកួតយើងមានពេល3ថ្ងៃដែលចាប់ពីម៉ោង3រសៀលទៅយើងមានលេងល្បែងប្រជាប្រិយដូចជាវាយក្អមលោតបាវហើយនឹងដណ្ដើមលឹកឈើជាដើមបាទជាពលរដ្ឋយើងជាភ្ញៀវទេសចរគាត់បានទិញសំបុត្រពីយើង2000សម្រាប់ធ្វើដំណើរចូលមកលេងកម្សាន្តនេះគឺយើងឲ្យគាត់សរសេរលេខទូរស័ព្ទទុកលើសំបុត្រដាក់ចូលប្រអប់ឆ្នោតយើងម៉ោង6ល្ងាចយើងនឹងចាប់ដើមចាប់ឆ្នោតដើម្បីជូនរង្វាន់គាត់ហើយកម្មវិធីនេះយើងធ្វើរយៈពេលរហូតដល់ថ្ងៃទី16បានយើងចប់សន្តិសុខយើងការពារហើយនឹងរក្សាអនាម័យនិងតម្លៃក៏យើងមិនឲ្យមានការឡើងថ្លៃដែរបាទសូមឲ្យភ្ញៀវដែលចូលកម្សាន្តហ្នឹងទី1គឺពេលចុះលេងទឹកសូមជួយមើលកូនចៅដែលគាត់ចុះលេងទឹកហ្នឹងសហការជាមួយនឹងឆ្មាំការពារទឹកយើងផងហើយទី2ជួយសម្អាតបរិស្ថាននៅពេលដែលក្រុមអនាម័យយើងចែកថង់សម្រាមជូនគាត់ឲ្យគាត់ប្រមូលដាក់ថង់សម្រាមចូលដើម្បីយើងងាយស្រួលប្រមូលបើអូននាងមិនទុំនេះកុំឲ្យខ្មាស់គេបងសូមថយវិញ